ព្រះបុត្រាសូមអបអរសាទរចំពោះការឈ្នះចំណាត់ថ្នាក់លេខ1ក្នុងបញ្ជីបូជាចារ្យដែលសំខាន់បំផុតនិងត្រូវបានទម្លាក់ទៅពិភពរមែងស្លាប់ក្នុងសម័យជាជើនេះល្អយ៉ាងណាមិញវាគឺជាកន្លែងដំបូងខ្ញុំឆ្ងល់ថាមិត្តអមតៈមួយណាជាអ្នកដំបូងក្នុងឆ្នាំជឿនជឿចុងក្រោយនេះដើម្បីឲ្យច្បាស់លាស់ថ្ងៃនេះបញ្ជីនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទ្រង់ពីព្រោះគឺនេះនៅពេលដែលទ្រង់ឡើងមកឋានអមតៈទ្រង់មិនត្រឹមតែបានផ្ដួលរំលំរាជវាំងមាសរបស់បូជាចារ្យជាច្រើនប៉ុណ្ណោះទេប៉ុន្តែកណ្ដឹងនេះក៏បានធ្លាក់មកលើមេទ័ពសិនចេញដែលកំពុងធ្វើដំណើរឆ្លងកាត់ទីនេះដែរជាសំណាងល្អមេទ័ពសិនចេញគឺជាព្រះនៃក្បាច់គុណម្នាក់ហើយគាត់បានបំបីកណ្ដឹងជាមួយនឹងដៃខាងក្រោមរបស់គាត់នៅនឹងកន្លែងដូច្នេះគាត់មិនរងរបួសធ្ងន់ធ្ងរនោះទេខ្ញុំបានធ្វើបាបបូជាចារ្យជាច្រើនអ្នកភ្លាមបន្ទាប់ពីខ្ញុំមកដល់ទីនេះមែនទេមានវិធីណាក្នុងការកែកំហុសរបស់ខ្លួនទេស្រួលណាស់888លានប្រកាសណាស់ទោះខ្ញុំដឹងថាទ្រង់មិនអាចមានលទ្ធភាពសំបីតែ1/10នៃវាក៏ដោយខ្ញុំអាចមានវាដោយរបៀបណាសំបីតែ10000ក៏ខ្ញុំមិនអាចយកវាចេញមកបានដែរទុកឲ្យខ្ញុំគិតពីអ្វីដែលត្រូវធ្វើសិនកុំខ្លាចត្រូវតែមានផ្លូវចេញនៅពេលទ្រង់ទៅដល់ផ្លូវភ្នំព្រះចៅអធិរាជមានរឿងចង់សុំទ្រង់សុខចិត្តជួយគាត់ទេមានរឿងអីថ្មីនេះក្រុមអ្នកជឿដ៏ធំនៅភាគខាងជើងបានធ្វើការបន់ស្រន់ជាញឹកញាប់សម្រាប់ឧបទ្ទហេតុក្នុងក្រុមខ្មោចនៅជន់សានប៉ុន្តែពេលនេះព្រះចៅអធិរាជមិនអាចទៅគ្រប់គ្រងនៅភាគខាងជើងបានទេបើទ្រង់សុខចិត្តទៅជំនួសគាត់រាល់អំពើបុណ្យទាំងអស់នឹងត្រូវតម្កល់លើអាសនៈរបស់ទ្រង់យ៉ាងម៉េចដែរបើដូច្នេះមែនពិតជាអរគុណខ្ញុំនឹងធ្វើការតាក់ទងខាងវិញ្ញាណហើយខ្ចីបូជាចារ្យពី3នាក់ដើម្បីជួយទ្រង់ក្បួនទំនាក់ទំនងវិញ្ញាណការបង្កើតឲ្យក្រុមបូជាចារ្យដែលអនុញ្ញាតឲ្យវិញ្ញាណមានទំនាក់ទំនងនិងបញ្ជូនសារនៅក្នុងក្បួនអ្នករាល់គ្នាព្រះចៅអធិរាជមានរឿងសំខាន់នៅភាគខាងជើងហើយត្រូវការអ្នកចូលរួមជាបន្ទាន់អតិទេពក្បាច់គុណមួយណាអាចបញ្ជូនមន្ត្រីមកពីអ្នកបានព្រះចៅអធិរាជមិននៅភាគខាងជើងទេខ្ញុំខ្លាចគាត់ខ្ចីវាសម្រាប់ព្រះរាជារបស់ព្រះអង្គសានចេញថ្មីនេះវាហាក់បីដូចជាទ្រង់សម្រាប់ហើយសូមអបអរសាទរខ្ញុំបានរបួសដៃពេលបំបែកកណ្ដឹងហើយខ្ញុំបានជាសះស្បើយពេលណាជាអ្នកបំផ្លាញរាជវាំងមាសរបស់ខ្ញុំចេញទៅឯងជាអ្នកបំផ្លាញវាមែនទេមិនអីទេឈប់សិនកុំព្រុសឈាមដាក់អ្នកដទៃចុះហេតុអ្វីបានជាទ្រង់សើចទ្រង់ឈឺមែនទេអ្វីដែលទ្រង់បាននិយាយគឺគ្រាន់តែជារឿងកំប្លែងមនុស្សដែលបំផ្លាញរាជវាំងមាសរបស់ទ្រង់ពេលនេះគឺនៅក្នុងការបង្កើតផ្លូវចិត្តទ្រង់អាចសួរខ្លួនឯងបានគឺជាខ្ញុំសុំទោសប្រសិនបើសានចេញមិននិយាយអ្វីទេក៏នឹងអាចខ្ចីវាបានហើយនៅពេលដែលខ្ញុំធ្វើការឲ្យព្រះចៅអធិរាជធម្មតាខ្ញុំអាចខ្ចីមនុស្សបានប៉ុន្តែប្រសិនបើពួកគេដឹងថាពួកគេកំពុងធ្វើការជាមួយខ្ញុំខ្លាចថាវានឹងមានបញ្ហាទោះជាយ៉ាងណាខ្ញុំធ្លាប់នៅម្នាក់ឯងអញ្ចឹងស្រាប់ហើយអរគុណចំពោះជំនួយរបស់ទ្រង់ពេលនេះខ្ញុំត្រូវទៅហើយអញ្ចឹងខ្ញុំសូមជូនពរទ្រង់ជួបតែសេចក្តីសុខក្នុងការធ្វើដំណើររបស់ទ្រង់ព្រះតាមថែរក្សាលាហើយ3ថ្ងៃក្រោយភាគខាងជើងនៅជើងភ្នំអត់ទោសយកតែមួយពេលនិងអាហារសម្រន់មួយចានមកឲ្យខ្ញុំល្អសូមអញ្ជើញចូលមកលោកម្ចាស់សូមហូបតាមសម្រួលអ្នកទាំងពីរជាអ្នកណាណានហ្វឹងមេតបហ្វឹងសិញនៅណានយ៉ាងកំពុងអង្គុយលើកៅអីភូយ៉ាវមេតសិនចេញមេតបរបស់អ្នកទាំងពីរបានឲ្យអ្នកទាំងពីរមកទីនេះមែនទេលោកមេតបរបស់ខ្ញុំមិនបានដឹងទេអ្នកទាំងពីរដឹងទេថាខ្ញុំជាអ្នកណាទ្រង់គឺជាបរិទាយាទទ្រង់ជាសេចក្តីសុចរិតនៃពិភពលោកទ្រង់គឺជាអ្នកសង្គ្រោះពិភពលោកគាត់គ្រាន់តែក្រឡេកភ្នែកទេមែនទេមែនហើយឲ្យគាត់ទៅចុះឲ្យខ្ញុំបញ្ជាក់បន្តិចលោកពិតជាស្ម័គ្រចិត្តមកមែនទេកុំបង្ខំខ្លួនឯងអីខ្ញុំស្ម័គ្រចិត្តល្អជំហានបន្ទាប់ពួកយើងគួរតែរកកន្លែងសម្រាកសិនបន្ទាប់មកទៀតចាំនិយាយពីរឿងកូនក្រមុំខ្មោចនៅជន់សានអាកាសធាតុធួងហើយប្រយុទ្ធភ្លើងឆេះក្នុងរយៈពេល100ឆ្នាំកន្លងមកនេះកូនក្រមុំចំនួន17នាក់បានបាត់ខ្លួននៅពេលធ្វើដំណើរទៅពិធីមង្គលការរបស់ពួកគេនៅក្នុងតំបន់ជន់សានកូនក្រមុំដែលបាត់ខ្លួនជាអ្នកមានអ្នកក្រស្អាតនិងអាក្រក់គ្មានអ្វីគួរឲ្យស្កត់សម្គាល់ទេ